បណ្ឌិតសភានគរបាលកម្ពុជាបានដំណើរការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ2025និងលើកទិសដៅការងារសម្រាប់អនុវត្តបន្តនៅឆ្នាំ2026របស់ខ្លួនប្រកបដោយភាពជោគជ័យស្របតាមផែនការយុទ្ធសាស្ត្រដំណាក់កាលទី3របស់ខ្លួនដែលក្នុងនោះការរៀបចំសន្និបាតបានដំណើរការជា3ជំហានរួមមានជំហានទី1បង្កើតក្រុមពិភាក្សាលើប្រធានបទចំនួន16ការចុះសិក្សាស្រាវជ្រាវនិងប្រជុំពិភាក្សាជាមួយដៃគូពាក់ព័ន្ធតាមចរិតនៃប្រធានបទនីមួយៗចាប់ពីថ្ងៃទី17ខែវិច្ឆិកាដល់ថ្ងៃទី16ខែធ្នូឆ្នាំ2025ជំហានទី2ដំណើរការអង្គសន្និបាតផ្ទៃក្នុងដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យឯកមនោសែននៅបណ្ឌិតសភានគរបាលកម្ពុជានិងផ្សាយផ្ទាល់ទៅសាលានគរបាលជាតិចំណុះចំនួន7នៅបណ្ដាខេត្តចាប់ពីថ្ងៃទី17ទី18និងទី22ខែធ្នូឆ្នាំ2025ខ្ញុំមានឱកាសក្លាយជាប្រធានគណៈអធិបតីក្នុងពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ2025និងលើកទិសដៅ2026ដើម្បីត្រៀមយកទៅរៀបចំកិច្ចសន្និបាតនាពេលខាងមុខរបស់បណ្ឌិតសភានគរបាលកម្ពុជាខ្ញុំសូមប្រកាសបើកពិធីចាប់ពីពេលនេះតទៅសូមអរគុណដំណើរការអង្គសន្និបាតផ្ទៃក្នុងដើម្បីពិនិត្យលើរបាយការណ៍ស្ដីពីលទ្ធផលការងារចំនួន2គឺទី1របាយការណ៍ស្ដីពីលទ្ធផលការងារប្រចាំឆ្នាំ2025របស់បណ្ឌិតសភាខ្ញុំបាទសូមគោរពអនុញ្ញាតអានរបាយការណ៍សង្ខេបស្ដីពីលទ្ធផលការងារប្រចាំឆ្នាំ2025និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ2026របស់បណ្ឌិតសភានគរបាលជូនអង្គប្រជុំដូចតទៅទី2របាយការណ៍វាយតម្លៃលើលទ្ធផលនៃការអនុវត្តផែនការសកម្មភាពប្រចាំឆ្នាំ2025ខ្ញុំបាទសូមគោរពអនុញ្ញាតធ្វើបទបង្ហាញអំពីរបាយការណ៍លទ្ធផលសង្ខេបការវាយតម្លៃការអនុវត្តផែនការសកម្មភាពឆ្នាំ2025របស់បណ្ឌិតសភានគរបាលកម្ពុជាព្រមទាំងបានពិនិត្យពិភាក្សានិងផ្ដល់យោបល់លើបទបង្ហាញរបស់ក្រុមពិភាក្សានីមួយៗលើប្រធានបទសំខាន់ៗចំនួន16រួមមានទី1ការបន្តលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងសាលានគរបាលជាតិភូមិភាគទាំង6យុធានបច្ចុប្បន្នគឺមានសាលានគរបាលភូមិភាគទាំង6និងមានការឡៃជំនាញទាំង6ផងដែរសរុបគឺ12អង្គភាពប៉ុណ្ណោះទី2ការបន្តជំរុញវឌ្ឍនភាពនៃការគ្រប់គ្រងសាលានគរបាលជាតិមិត្តភាពកម្ពុជាវៀតណាមការបន្តជំរុញវឌ្ឍនភាពនៃការគ្រប់គ្រងសាលានគរបាលជាតិមិត្តភាពកម្ពុជាវៀតណាមទី3ធ្វើបច្ចុប្បន្នភាពកំណែទម្រង់កម្មវិធីសិក្សាចំពោះប្រធានបទការធ្វើបច្ចុប្បន្នភាពកំណែទម្រង់កម្មវិធីសិក្សានេះក្រុមពិភាក្សាបានយកតែកម្មវិធីសិក្សាកម្រិតបរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាលតែប៉ុណ្ណោះទី4ការធ្វើនវានុវត្តន៍លើការរៀបចំសៀវភៅគោលធ្វើសៀវភៅគោលនេះគឺសំខាន់ទី1គឺយើងប្រមូលផ្ដុំដើម្បីធ្វើបច្ចុប្បន្នភាពខ្លឹមសារមេរៀនឲ្យមានលក្ខណៈទំនើបកម្មនិងសង្គត្តភាពទី5ការលើកកម្ពស់ប្រសិទ្ធភាពការចុះកម្មសិក្សារបស់អ្នកសិក្សាវឹកហាត់ដោយផ្អែកលើលទ្ធផលនៃការវិតម្លៃលើដំណើរការនៃការចុះកម្មសិក្សាសូមបញ្ជាក់ឲ្យឃើញថាការចុះកម្មសិក្សាពិតជាផ្ដល់នូវគុណតម្លៃនិងបទពិសោធន៍យ៉ាងធំធេងដល់និស្សិតក្នុងការត្រៀមខ្លួនចូលបម្រើជាមន្ត្រីនគរបាលប្រកបដោយចំណេះដឹងជំនាញនិងក្រមសីលធម៌វិជ្ជាជីវៈច្បាស់លាស់ទី6ការជំរុញនិស្សិតថ្នាក់បរិញ្ញាបត្រសរសេរសារណាបត្រនិងកិច្ចសហប្រតិបត្តិការជាមួយអង្គភាពពាក់ព័ន្ធបានជួយឲ្យការសរសេរសារណាបត្ររបស់និស្សិតមានស្តង់ដារនិងគុណភាពកាន់តែប្រសើរទី7ការរៀបចំលក្ខណៈសម្បត្តិក្នុងការវិតម្លៃគុណភាពអប់រំនៃកម្មវិធីថ្នាក់បណ្ឌិតកម្មវិធីសិក្សាថ្នាក់បណ្ឌិតនេះគឺមានសារៈសំខាន់សម្រាប់កសាងធនធានមនុស្សនៅក្នុងវិស័យសន្តិសុខទី8ការលើកកម្ពស់គុណវុឌ្ឍិរបស់គ្រូនគរបាលជាតិចំនួន PhD MSc និងជំនាញដើម្បីសម្រេចបាននៅលទ្ធផលល្អនៃការលើកកម្ពស់គុណវុឌ្ឍិគ្រូនគរបាលជាតិកន្លងមកនេះគឺយើងសម្រេចបានដោយសារមានចំណុច5ដែលក្រុមទី5បានលើកឡើងទី9លើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងវិតម្លៃការបង្ហាត់បង្រៀន
និងការចុះដកស្រង់បទពិសោធន៍ ខ្ញុំបាទសូមធ្វើបទបង្ហាញលើប្រធានបទការលើកកម្ពស់ប្រសិទ្ធភាពការគ្រប់គ្រងវិតម្លៃការបង្ហាត់បង្រៀននិងការចុះដកស្រង់បទពិសោធន៍ដែលប្រធានបទនេះគឺពិតជាមានសារៈសំខាន់សម្រាប់ក្រុមប្រឹក្សាអភិវឌ្ឍគ្រូនគរបាលជាតិនិងបណ្ឌិតសភានគរបាលកម្ពុជា ទី10ការរៀបចំផែនទីចង្អុលផ្លូវបណ្ឌិតសភា Digital ខ្ញុំបាទសូមធ្វើបទបង្ហាញស្ដីពីការកសាងផែនទីបង្ហាញផ្លូវ Digital របស់បណ្ឌិតសភានគរបាលកម្ពុជា ទី11ការលើកកម្ពស់ការគ្រប់គ្រងការបង្រៀនតាមបច្ចេកវិទ្យា Digital បណ្ឌិតសភានគរបាលកម្ពុជាកំពុងឈានជើងចូលទៅក្នុងរបបថ្មីមួយដែលជាយុគសម័យនៃសមត្ថភាព Digital ការពង្រឹងគុណភាពបណ្ដុះបណ្ដាលនិងការលើកកម្ពស់វប្បធម៌គណនេយ្យភាព ទី12ជំរុញប្រសិទ្ធភាពនៃការកសាងផែនការស្រាវជ្រាវបណ្ឌិតសភានគរបាលកម្ពុជា ដើម្បីធានាបាននូវការអនុវត្តផែនការស្រាវជ្រាវនេះសម្រាប់បានជោគជ័យការតាមដានត្រួតពិនិត្យនិងវិតម្លៃជារឿងសំខាន់ទន្ទឹមនឹងនោះដើម្បីវិតម្លៃបានយើងមានសុចនាករមួយច្បាស់លាស់ដើម្បីជាត្រីវិស័យឬជាម៉ែត្រដើម្បីវាស់តើសកម្មភាពណាយើងសម្រេចបានឬយើងសម្រេចមិនទាន់បានឬសកម្មភាពណាដែលមិនទាន់បានអនុវត្ត ទី13ការរៀបចំលក្ខណៈសម្បត្តិលើការងារមន្ទីរពិសោធន៍វិទ្យាសាស្ត្រកុសលវិច័យ ទី14ការពង្រឹងនិងពង្រីកទំនាក់ទំនងអន្តរជាតិក្នុងវិស័យអប់រំនិងបណ្ដុះបណ្ដាលកងកម្លាំងនគរបាល ការធ្វើបច្ចុប្បន្នភាពនិងអន្តរជាតិនីយកម្មនៃកម្មវិធីបណ្ដុះបណ្ដាលនិងកម្មវិធីអប់រំគ្រប់កម្រិត ទី15ការជំរុញសកម្មភាពថែទាំបរិស្ថាននៅទីតាំងគោលនិងសាលានគរបាលជាតិភូមិភាគ បរិស្ថានស្អាតគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ភាពជោគជ័យនិងការរីកចម្រើនរបស់បណ្ឌិតសភានគរបាលកម្ពុជានិងសាលាចំណុះក្នុងរយៈពេលយូរអង្វែងស្របនឹងពាក្យស្លោកបណ្ឌិតសភាបៃតងបរិស្ថានល្អមន្ត្រីស្រឡាញ់ការងារអ្នកសិក្សាមានគុណភាព ទី16នវានុវត្តន៍ការងារអភិវឌ្ឍប្រព័ន្ធ software នៅបណ្ឌិតសភានគរបាលកម្ពុជា តើកម្មវិធីស្វែងរកចំណតនឹងជាអ្វីទី1ទី2កម្មវិធីស្នើសុំចូលរៀនវគ្គវែងវគ្គខ្លីហើយនឹងកម្មវិធីស្នើសុំអាហារូបករណ៍ចូលរៀនបន្តិចទៀតនឹងមានការជ្រើសរើសបន្ទាប់មកទៀតក៏និយាយពីប្រព័ន្ធគ្រប់គ្រងបណ្ឌិតសភាយើងទាំងមូល ជំហានទី3ពិធីបិទអង្គសន្និបាតក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតទូចវិសាលសុខរដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនាថ្ងៃទី9ខែមករាឆ្នាំ2026នៅបណ្ឌិតសភានគរបាលកម្ពុជានិងផ្សាយផ្ទាល់ទៅសាលានគរបាលជាតិចំណុះចំនួន7នៅបណ្ដាខេត្តដែលមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានអង្គភាពចំណុះក្រសួងមហាផ្ទៃថ្នាក់ដឹកនាំសាស្ត្រាចារ្យគ្រូនគរបាលជាតិនិងមន្ត្រីនៃបណ្ឌិតសភានគរបាលកម្ពុជានិងភ្ជាប់តាមវីដេអូ Zoom ជាមួយសាលានគរបាលជាតិចំណុះចំនួន7នៅបណ្ដាខេត្តសរុបចំនួនជាង900នាក់ សូមសម្ដែងនៅការគោរពនិងគិរវកិច្ចចំពោះអាដាមបណ្ឌិតទូចវិសាលសុខរដ្ឋលេខាធិការក្រសួងមហាផ្ទៃតំណាងដ៏ខ្ពង់ខ្ពស់អាដាមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលបានអញ្ជើញជាប្រធានគណៈអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ2025 និងទិសដៅការងារឆ្នាំ2026របស់បណ្ឌិតសភានគរបាលកម្ពុជានាឱកាសដ៏វិសេសវិសាលនេះ អង្គសន្និបាតបានវិតម្លៃថាបណ្ឌិតសភានគរបាលកម្ពុជាកំពុងតែមានការអភិវឌ្ឍយ៉ាងខ្លាំងដោយទទួលបានការគាំទ្រនិងកោតសរសើរពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលក្រសួងមហាផ្ទៃនិងមជ្ឈដ្ឋាននានានិងកំពុងស្ថិតនៅលើផ្លូវកំណែទម្រង់ដ៏ត្រឹមត្រូវក្នុងការលើកកម្ពស់កិត្យានុភាពឧត្តមភាពនិងកសាងភាពជឿទុកចិត្ត សូមសម្ដែងនៅការកោតសរសើរដល់ភាពជាអ្នកដឹកនាំរបស់អាដាមប្រធានហើយនឹងការប្រឹងប្រែងរបស់មន្ត្រីគ្រប់ជាន់ថ្នាក់ទាំងអស់ដែលយើងទទួលបានសមិទ្ធផលដ៏ត្រចះត្រចង់នាពេលនេះ លទ្ធផលដែលសម្រេចបាននេះជាសក្ខីភាពឆ្លុះបញ្ចាំងនៅទិដ្ឋភាព4យ៉ាងរបស់បណ្ឌិតសភានគរបាលកម្ពុជាគឺទី1បានសម្រេចជោគជ័យតាមកម្មវិធីកំណែទម្រង់និងផែនការយុទ្ធសាស្ត្ររបស់ខ្លួនទី2បាននឹងកំពុងអនុវត្តផែនការអភិវឌ្ឍធនធានមនុស្ស
ផ្នែកកងកម្លាំងនគរបាលជាតិនិងពន្ធនាគាររបស់ក្រសួងមហាផ្ទៃក្រោមការដឹកនាំបញ្ជានិងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុងការអភិវឌ្ឍបណ្ឌិតសភាប្រកបដោយនិរន្តរភាពនិងចីរភាពទី3បាននឹងកំពុងអនុវត្តយ៉ាងសកម្មនិងស្វាហាប់នៅកម្មវិធីនយោបាយនិងគោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃបំផុតរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាទី4បានពង្រឹងនិងពង្រីកកិច្ចសហការជាតិនិងអន្តរជាតិបានល្អដើម្បីផលិតចេញនូវធនធានមនុស្សឲ្យបំពេញបានតាមតម្រូវការជាក់ស្ដែងសូមអរគុណ